ដើរលេងសៀមរាបអស់ក្រោម$50ថ្ងៃមកយប់អត់ដឹងថាធ្វើអីប្លែកមើលវីដេអូមួយនេះទៅកន្លែងដើរលេងស្អាតញ៉ាំម្ហូបឆ្ងាញ់ទៅកាហ្វេឆ្ងាញ់ best experience ហ្មងកន្លែងទី1មកមើលថ្ងៃរះនៅអង្គរវត្តគឺអត់អស់លុយទេហ្វ្រីសម្រាប់ជនជាតិខ្មែរបានមកអង្គរម្ដងឲ្យប្លែកភ្នែកអញ្ចឹងណាឃើញថ្ងៃរះស្អាតកប់ហ្មងមកខ្ញុំមកញ៉ាំ breakfast នៅក្អមសៀមរាបខ្ញុំអត់ទាន់ឃើញមានអ្នកគេ review ទេប៉ុន្តែកន្លែងហ្នឹងលក់នំបញ្ចុកឆ្ងាញ់សាក់ញ៉ាំខ្លួនឯងបានដឹងការរៀបចំមុខម្ហូបក៏ស្អាតដែរគាត់មើលទៅតំណងខ្លាំងសំខាន់នៅឡងជាតិអ្នកនរញ៉ាំអីឆ្អែតហើយត្រូវតែមាន morning coffee ខ្ញុំ recommend កន្លែងនេះសម្រាប់អ្នកគេដែលចូលចិត្តកន្លែងស្ងប់ស្ងាត់ relax កាហ្វេឆ្ងាញ់ហើយទៅបើក៏ឈ្មោះថា Nom in Cafe recommend ញ៉ាំកាហ្វេ oatmeal ឆ្ងាញ់ខ្លាំងអ្នកគេចូលចិត្តដើរញ៉ាំហាងកាហ្វេដូចខ្ញុំណាចាញ់ពីកាហ្វេមួយគឺដឹងតែទៅកាហ្វេមួយទៀតហើយកាហ្វេនេះឈ្មោះថាស្បូវកាហ្វេខ្ញុំស្រឡាញ់ decor នេះខ្លាំងគឺស្អាតបែបស្រុកស្រែហ្មងកណូខ្មែរដែលជួយលើកតម្កើងវប្បធម៌ខ្មែរយើងសម្រាប់កន្លែងមួយនេះគឺអត់គួរម្លងឯពេលមកលេងសៀមរាបខាងណាចូលអត់លុយមករៀនអាចដើរមើលសួនច្បារបៃតងផ្កាសួនសត្វនៅក្នុងពេលតែមួយឈ្មោះថាសួនរុក្ខជាតិអង្គរយើងប្លែកភ្នែកហើយសំខាន់បានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិហើយរុក្ខជាតិផ្សេងៗនៅប្រទេសកម្ពុជាបានបញ្ចុកចំណីសត្វទៀតដើរលេងដូចខ្ញុំបាត់ចិត្ត trip ហើយដើរលេងបានកន្លែងច្រើនទៀតគឺជាកន្លែងបាយថ្ងៃដែលខ្ញុំ recommend ខ្លាំងមែនតើមកតាម review របស់គេដែរតែមិននឹកស្មានថាស្អាតដល់ថ្នាក់ហ្នឹងម្ហូបតម្លៃសមរម្យឆ្ងាញ់ត្រូវមាត់ពិសេសខ្ញុំ recommend ជាមួយនឹងប្រហុកអាំងលើជ្រញ់ហ្នឹងបាសខ្លាំងហ្មងហ្នឹងអ្នកនរគ្នាអាច enjoy ជាមួយនឹងធម្មជាតិថតរូបហើយ enjoy ជាមួយនឹងសត្វពពែហើយនឹងទន្សាយទៀតជូតខ្លាំងណាស់អ្នកនរគ្នាអ្នកចូលចិត្តញ៉ាំ matcha ដូចខ្ញុំគួរតែមកកន្លែងនេះឈ្មោះថា Kyoto Matcha House ញ៉ាំកាហ្វេអត់គ្រប់ទេគឺខ្ញុំចូលចិត្តដើរហាងកាហ្វេដើរថតចឹងគាត់គឺ specialty ខាង matcha ហ្នឹងហ្មងតនីមកឆ្ងាញ់ហ្មងអ្នកនរគ្នាមកអត់ស្ដាយទេងាយឬក៏យកអត់ដឹងថាទៅណាចង់ញ៉ាំ cocktail ឈៀលអីខ្ញុំ recommend កន្លែងនេះឈ្មោះថា Chiro Sky Lounge និយាយទៅវាបែប pub បន្តិច lounge បន្តិចនិយាយទៅបញ្ចូលគ្នាគឺ relax ខ្លាំងគេជ្រៀងលើហ្នឹងមានភ្លើងពណ៌ខ្យល់ត្រជាក់ជាមួយនឹង cocktail ដែលឆ្ងាញ់ហ្នឹងថាឈៀល 100% ហ្មងចូលញ៉ៃទី2វិញត្រូវតែញ៉ាំ breakfast នៅកន្លែងនេះហ្មងបាយមាន់នៅនេះខ្ញុំឲ្យលេខ1ហ្នឹងគឺជីកាត់ឃើញគឺដាច់ហ្មងអ្នកនរគ្នាដឹងគាត់ថាតម្លៃគាត់លក់សមរម្យហើយគាត់ដាក់ឲ្យច្រើនណាអ្នកនរគ្នាឃើញផ្ទាល់ It's the best morning breakfast ever តពីបាយផឹកហើយខ្ញុំបានមកប្រាសាទដើម្បីចូលដើរលេងថតរូបអីចឹងហើយណាមួយខ្ញុំខានចូលប្រាសាទយូរប្រាសាទដែលខ្ញុំទៅឈ្មោះថាប្រាសាទបខាន់ក្នុងហ្នឹងមានស្រះទឹកពណ៌បៃតងស្អាតខ្លាំងហ្នឹងហើយដែលជាចំណុចពិសេសនៅប្រាសាទមួយហ្នឹងឃើញគេថត review ច្រើនអស់ប៉ុន្តែលើកនេះខ្ញុំបានមកផ្ទាល់ស្អាតជាងរូបភាពឆ្ងាយហ្មងអ្នកនរគ្នាតែងឈុតបែបបុរាណបែបរ៉ូបអីគឺសមហ្មងថតនៅនេះស្អាត 100%